ចិនត្រកអើយកុំបាច់គូអីនៅក្នុងលោកីស្រីល្អគ្មានទេមានតែរំដួលដងទឹកហងកាដែលខ្ញុំលួចស្នេហ៍ទួងរយគួខែក៏នៅចាំចោអីលើរដូវផ្ការីកវិលវិញអបងហើយឆ្វេងដៃយើងដងស្ទឹងអីគេដងស្ទឹងសង្កែហើយពេលដែលខ្ញុំឈរនៅលើដងស្ទឹងសង្កែយើងនៅឃើញដល់កវីជើងនិពន្ធបទចម្រៀងដងស្ទឹងសង្កែបងប្អូននឹងថៃមែនអត់ដែលកវីនេះគឺឈ្មោះគង់ប៊ុនឈឿនចាឲ្យបងប្អូនអញ្ចឹងបន្ទាប់ពីមើលដងស្ទឹងសង្កែហើយខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅផ្សារណាត់បាត់ដំបងទាំងអស់គ្នាទាំងបងប្អូនទៅតាមខ្ញុំទាំងអស់គ្នាដើម្បីទស្សនាជីវករលក់ដែលមានណែមនាមមានបាយក្តាំងមានអីដែលល្បីប្រចាំផ្សារណាត់បាត់ដំបងតើបងប្អូនបាត់ដំបងមានអ្វីឆ្ងាញ់ទេមានអ្វីខ្លាំងកើកូនមេត្តាសូមមេត្តារៀបរាប់ប្រាប់ផងមកបាត់ដំបងមកខាងណាចូលបានបងប្អូនណាកៅពីណែមកៅពីដៃក្តាំងយើងឆេចាស់យើងចែកយើងចែកអានចានេះចែកនេះអត់ចូលអាមកហើយចែកមកណែចែកគេណាអត់ចែកមកណែខ្ញុំយកបានណាចូលមកជួយបងប្អូនជួយឲ្យគ្រប់រសជាតិមកបាយថាចិត្តតែនិយាយឲ្យបានស្រួលអត់ដឹងរសជាតិណាចឹងឥឡូវយើងមកនេះតាមញ៉ាំបានចូលនេះอุ้ยสวยแซ่บของបងប្អូនឆ្ងាញ់ណាស់អត់ខ្លួនណាជួយទីអីនេះមើលតែមាត់ហ្នឹងទៅក៏ដឹងតែឆ្ងាញ់ហើយហ្នឹងតែក្តាំងគេដាំបាយមើលដាំបាយឥឡូវភ្លុកគ្រប់មុខតែមកឲ្យបងប្អូនណាអូតែនិយាយចិត្តអីហីនេះសាច់បាយក្តាំងបងប្អូននេះខ្ញុំគាត់តែឃើញគាត់តំណងដែរហើយមានសាច់ផាត់សាច់អីច្រើនហើយខ្ញុំឲ្យឡើងខ្លួនមើលទៅឥឡូវខាងកបុកហ្នឹងកបុកមកđâyបងប្អូនបាយខ្លាំងថ្ងៃអស់ឥឡូវអ៊ំនៅខាងគេទៅអីគេឃើញវីដេអូចូលចេញចឹងណាអត់ស្រួយទេអូអ៊ំទេសាណាអ៊ំទេសាណាចាអត់អីទេហើយសម្រាប់បងប្អូនបើប្រហែលពេកខែទៅទីតុកខ្ញុំក៏បានដែរហើយខ្ញុំធានាជូនបោះដុំលក់រាយដូចគ្នាបើបងប្អូនបាក់តាក់ទងឬអីចឹងតែបើសិនជាក្រុងខាត់ខានណាអាចចូលមកទិញកន្លែងគាត់បានតែបើបាក់មកទេចង់ឲ្យផ្ញើតាមខេត្តឆាប់ខ្ញុំតមកចាអរគុណបងប្អូន